សួស្តីបងប្អូនដែលនិយមគ្រប់គ្រងលើឱសថបុរាណរបស់ខ្ញុំបញ្ញាថ្នោត5ដើមដៃខាងស្ដាំរបស់ខ្ញុំនេះគឺដើរវល់កម្រើកគុំបាទវល់កម្រើកគុំនេះមើមវាអញ្ចឹងហើយស្លឹកវាអញ្ចឹងអាហ្នឹងមើមកម្រើកគុំបងប្អូនណាហ្នឹងហើយដល់ពេលមកខាងនេះវិញបាទមកខាងនេះវិញគឺកាមេសូឬក៏តកាមេសូអានេះមើមវាអញ្ចឹងហើយវាជាប្រភេទវល្លិអញ្ចឹងហ្នឹងហើយជាប្រភេទវល្លិស្លឹកវាស្តៀងនឹងទៅទាំងបាយជូរដែរហើយពីមុខនេះបញ្ចូលគ្នាទៅคล้ายទៅជាថ្នាំពៅប៉ុន្តែមានរុក្ខជាតិជាច្រើនមុខទៀតដែលខ្ញុំផ្សំបញ្ចូលក្នុងទីនេះខ្ញុំបង្ហាញជូនបងប្អូនឲ្យស្គាល់ប៉ុណ្ណឹងដើម្បីឲ្យបងប្អូនដឹងថាទី1គឺសញ្ញាថ្នោត5ដើមគឺតែងតែស្វែងរករុក្ខជាតិដោយខ្លួនឯងផ្ទាល់តែម្ដងសម្រាប់ការផ្សំផលិតជាឱសថហើយទី2គឺយើងប្រមូលបានពីរុក្ខជាតិសុទ្ធល្អពិតតែម្ដងដើម្បីផលិតជាឱសថដើម្បីឲ្យបានគុណភាពរឹតតែពិសេសសម្រាប់បងប្អូនដែលយកទៅព្យាបាលបញ្ហារបស់បងប្អូនដូចជាការចុកខ្សោយផ្នែកសមត្ថភាពកូនប្រុសឬក៏ចុកខ្សោយផ្នែកសមត្ថភាពកូនស្រីបាទការចុកខ្សោយផ្នែកសមត្ថភាពផ្លូវភេទនេះមិនថាកូនប្រុសកូនស្រីទេគឺយើងខ្សោយដូចគ្នាអញ្ចឹងក៏អាចព្យាបាលបានដូចគ្នាហើយមួយទៀតវាមិនមែនត្រឹមតែជួយទៅលើតែផ្នែកហ្នឹងមួយទេវាជួយទៅលើសរសៃទៅសូងចង្កេះជង្គង់សន្លាក់របស់យើងនឹងជាច្រើនហើយចលនាសរសៃឈាមចលនាបេះដូងយើងហ្នឹងឲ្យដំណើរបានល្អដែរនៅពេលដែលបងប្អូនប្រើថ្នាំរបស់ខ្ញុំទៅដែលខ្ញុំដាក់ឈ្មោះថាឱសថបុរាណខ្មែរវល្លិស្លាប់រស់បាទហើយបងប្អូនមួយចំនួនដែលធ្លាប់បានប្រើក៏បានដឹងពីប្រសិទ្ធភាពពីគុណភាពរបស់វាហើយអ្វីដែលខ្ញុំចង់អួតរឹតតែពិសេសទៀតហ្នឹងគឺសុវត្ថិភាពជូនបងប្អូន 100% ហើយអត់មានសារធាតុគីមីអីនៅក្នុងឱសថរបស់ខ្ញុំទេគឺបានពីធម្មជាតិកើតចេញពីធម្មជាតិសុទ្ធសាធតែម្ដងហើយខ្ញុំមានបទពិសោធន៍ព្យាបាលរយៈពេល25ឆ្នាំ26ឆ្នាំនេះហើយណាបងប្អូនហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងបន្តទៀតសូមអរគុណ